សួស្តីបងប្អូនទាំងអស់គ្នាកាលពីវគ្គមុនយើងបានសិក្សាអំពីអក្សរ3ដែរចាប្រកបណាស់គឺយើងសិក្សាអំពីអក្សរ K ដែលមានទម្រង់បែបនេះណាអញ្ចឹងបងប្អូនប្រហែលជាចេះសរសេរនៅអក្សរ K ហើយអញ្ចឹងបន្ទាប់ពីអក្សរ K មកគឺយើងសិក្សាអំពីអក្សរ L ចាអញ្ចឹងអក្សរ L យើងសរសេរបែបម៉េចតោះយើងត្រៀមសភៅត្រៀមប៊ិចដូចវគ្គមុនបែបហ្នឹងអញ្ចឹងគឺយើងត្រូវរៀនសរសេរជាមួយ admin ឲ្យហើយតែម្ដងហើយបន្តមកទៀតកូនៗទាំងអស់គ្នាអាចមកសិក្សាដោយខ្លួនឯងបានចាអញ្ចឹងយើងចាប់ផ្ដើមក្នុងការដែលយើងសរសេរអក្សរ L ធំបានទី1គឺយើងត្រូវគោះបន្ទាត់ពីលើចុះមកក្រោមបែបនេះហើយយើងទាញជើងវាមកបែបនេះអញ្ចឹងពីលើចុះមកក្រោមហើយទាញជើងមកបែបនេះអូខេតើអត់ម្ដងទៀតណាពីលើចុះមកក្រោមបែបនេះណាហើយបងប្អូនសរសេរឲ្យច្រើនមកចំណែក admin ឧទាហរណ៍ឲ្យបងប្អូនត្រឹមតែ4ទេអក្សរ L អញ្ចឹងអក្សរ L ធំគឺមានទម្រង់បែបនេះចាចំណែក L តូចគឺមានទម្រង់បែបនេះចាវាមានទម្រង់ស្រដៀងនឹងអក្សរ I ដែរគ្រាន់តែថាវាអត់មានសក់លើសក់ក្រោមអីទេគឺត្រង់ស្លូតែម្ដងគឺអាហ្នឹងគេហៅថា L តូចអញ្ចឹង L តូចគឺមានទម្រង់បែបនេះណាកូនៗណាអញ្ចឹងកុំភ្លេចសរសេរឲ្យបានច្រើនមកពីទម្រង់របស់ L តូចអញ្ចឹងការសរសេរ admin នឹងបញ្ជាក់បងប្អូនថាសរសេរបែបម៉េចអក្សរ L នេះងាយស្រួលនៅក្នុងការសរសេរខ្លាំងណាស់អញ្ចឹងអក្សរ L ទី1បងប្អូនត្រូវសរសេរពីលើចុះមកក្រោមជាបន្ទាត់ឈរហើយលេខ2គឺបងប្អូនត្រូវគូសមកចំហៀងបែបនេះអញ្ចឹងបង្កើតបានជាអក្សរ L អញ្ចឹងនៅក្នុងការសរសេរអក្សរ L តូចគឺបងប្អូនត្រឹមតែគូសបន្ទាត់ពីលើចុះមកក្រោមបែបនេះតែមួយលេខប៉ុណ្ណោះគឺអក្សរ L អញ្ចឹងបងប្អូនតាមadmin តន់ដែរអត់ទេនៅក្នុងការសរសេរដែល admin បានរៀបរាប់ទាំងប្រមាណនេះអញ្ចឹងបើសិនជាមិនតន់ admin នឹងសរសេរមួយទៀតឲ្យមើលក្នុងការសរសេរអក្សរ L ធំបងប្អូនត្រូវគូសពីលើចុះមកក្រោមបែបនេះហើយកាច់មកបែបនេះ L ធំចំណែក L តូចវិញបងប្អូនគ្រាន់តែសរសេររបៀបនេះគឺពីលើចុះមកក្រោមតែប៉ុណ្ណោះគឺមិនមានកាច់ទៅខាងលិចខាងកើតខាងជើងខាងត្បូងទេគ្រាន់តែប៉ុណ្ណេះបងប្អូនអាចសរសេរអក្សរ L តូចនិង L ធំបាននេះទម្រង់ដូចតែ admin បានបញ្ជាក់អញ្ចឹងណាបងប្អូនគឺគូសពីលើចុះមកក្រោមកាច់មកចំហៀងនេះលេខ1ពីលើចុះមកក្រោមលេខ2គឺកាច់មកចំហៀងចំណែក L ធំគឺត្រង់ស្លូចុះមកក្រោមតែម្ដងគឺមានតែមួយលេខហ្នឹងទេគឺ L ធំអញ្ចឹងបងប្អូនកុំភ្លេចណាសរសេរឲ្យចាំដៃមក L ធំមួយសន្លឹក L តូចមួយសន្លឹកហើយកុំភ្លេចណាត្រូវតែសរសេរឲ្យបានច្រើនដើម្បីឲ្យចាំហើយបងប្អូនណាដឹងអត់ក្រោយពីយើងរៀនអក្សរ L ហើយតើយើងនឹងត្រូវសិក្សាអំពីអក្សរអ្វីបន្តទៀតចាបងប្អូនណាដឹងក៏ឆ្លើយក្នុងចិត្តដូចវគ្គមុនអញ្ចឹងអក្សរ L ហើយ admin ក៏ចូលអក្សរបន្តគឺអក្សរ M អញ្ចឹងចាំជួប admin នៅវីដេអូក្រោយជាមួយនឹងអក្សរ M បន្តទៀតអូខេកុំភ្លេចសិក្សាបន្តបន្ថែមដោយខ្លួនឯងផងណាកូនៗអរគុណជម្រាបលាជួបគ្នានៅវគ្គក្រោយទៀត